សួស្តីអ្នកនរគ្នាឥឡូវយើងនឹងធ្វើការសិក្សាទាក់ទងទៅនឹងការ config នៅ frame relay នៅលើ GNS3 ម្ដងមុនយើងធ្វើនៅលើ package tracer អញ្ចឹងយើងធ្វើលើ GNS3 អញ្ចឹងយើងទៅធ្វើការ default វាហើយនេះយើងធ្វើបាននេះយើងដាក់ default វាណាអូខេអញ្ចឹង DCLI 2អញ្ចឹងយើងបង្កើតនេះទៅចូល config មកកន្លែង frame relay ហ្នឹងកន្លែងនេះយើងអាចកំណត់បាននេះចង់និយាយថា port ទី1port បានន័យថាយើងធ្វើជាលក្ខណៈ point to point អញ្ចឹងកន្លែងនេះគេហៅថា port ទី1យើងឲ្យវា DLC វាគឺយើងដាក់ប្រហែលនេះ101ហេតមកទៀតយើង port ទី2ដាក់202អញ្ចឹងមកហើយយើង add ចូលមកហើយតមកទៀតយើងធ្វើការ add ចុចថា add នេះយើងទៅដាក់នេះចឹងអត់ទាន់មាននេះអូផ្លេច add ចូល apply សិនណាយើងវាអត់ស្គាល់ទី1ទី2ណាអូខេអញ្ចឹងបន្តមកទៀតយើងខ្ញុំធ្វើការនេះតែម្ដងអូខេ get startអូខេឥឡូវយើង config ទី1ទៅទីនេះឡើងលើបន្តិចណាអូខេចាប់ដើមចឹងយើង config S0 interface S0 A1/0 IP add 10.1.1.1 ណា0 no sat calculation frame relay frame relay interface DLCI ប្រហែល101មិនអញ្ចឹងហ៎អូខេយើងវាយតែប៉ុណ្្នឹងមកចាំមួយហើយមួយទៀតconfig interface S0 A1/0 IP add មែន 2.10.1.1.2 អូខេ no sat តមកទៀត encapsulation frame relay frame relay interface DLCI 202អូខេយើងវាយតែប៉ុណ្្នឹងមកតមកទៀតយើងអាច show frame relay map អូខេអត់ទាន់មានទេធ្វើម៉េចដើម្បីអាចវាមានអូខេអញ្ចឹងមួយទៀតយើងត្រូវការធ្វើ route ខ្ញុំធ្វើការបង្កើត loopback interface សិន loopback 0 loopback 0 IP add 1.1.1.1 okay no set ខ្ញុំធ្វើ route តែម្ដងទៅព្រោះយើងអត់ route ក៏វាអត់ស្គាល់ដែរណា router read ប្រហែលខ្ញុំដាក់ network ដាក់ទៅគាត់ 1.1.1.0 ណា network មួយទៀតប្រហែល 1.1.1.0 ហើយយើងដាក់ no auto summary version 2អូខេដូចគ្នាដែរinterface loopback 0ដូចគ្នា IP add 2.2.2.2 255អូខេ no sat exit router read network 10.1.1.0 network 2.2.2.0 អូខេគេមួយទៀត
center អូខេឥឡូវយើងមកមើល so frame delay ម្ដងទៀត map ឃើញចេញទេនេះ active មានន័យថា active មានន័យថាការដែលយើង config ហ្នឹងគឺស្គាល់ហើយអញ្ចឹងយើងអាចធ្វើការ ping ដល់គាត់ចុចខ្ញុំ ping ទៅ loop back តែម្ដងទៅនឹងស្គាល់តើ user route IP route អូខេចេញឃើញហើយនេះអ្នកនរគ្នាបើសិនណាបើវាអត់សូរចេះដល់ពេលអ្នកនរគ្នាធ្វើណាសូ IP route ករណីដែលវាអត់សូរចេញពីព័ត៌មានអញ្ចឹងអ្នកគ្នាអាចចូលទៅក្នុង interface របស់វាណា interface របស់ serial ហ្នឹងអ្នកនរគ្នាទៅវាយពាក្យថា no IP splitation បានន័យថាយើងត្រូវវាយទាំងសងខាងតែពេលវាយហើយវាអាចសូរព័ត៌មានជួនកាលវាឲ្យព័ត៌មានរបស់ route របស់យើងតែយើងធ្វើការ no IP splitation នឹងសិនណាអូខេអញ្ចឹងមានតែប៉ុណ្្នឹងទេហើយវីដេអូក្រោយខ្ញុំនឹងធ្វើការបង្ហាញតាក់ទងទៅនឹង frame relay point to point ដដែលប៉ុន្តែយើងនិយាយអំពីប្រើប្រាស់ router 2 ឬក៏3ណាអរគុណ